ស្ដីកូនកូនថ្ងៃនេះយើងមករៀនអំពីការបដូរຂະຫນາດទម្ងន់ចុះសម្រាប់កូនកូនណាដែលរៀននៅសាលាតាមអត់ទាន់ឬក៏ចង់ឲ្យកាន់តែស្ទាត់តោះមកមើលជាមួយគ្នាតោះដំបូងឡើយយើងត្រូវរៀនស្គាល់នៅអក្សរកាត់នៅពេលដែលឃើញអ្នកគ្រូសរសេរ1កក1កកស្មើនឹង1គីឡូក្រាមគ្រាន់តែគាត់សរសេរអក្សរមួយជាអក្សរកាត់ហើយមួយជាអក្សរពេញអក្សរកនេះគឺមកពីអក្សរកនេះហើយអក្សរកនេះគឺមកពីអក្សរកនេះអញ្ចឹងអត្ថន័យវាគឺដូចគ្នាចំណុចទី2បន្ទាប់ពីយើងស្គាល់អក្សរកាត់ហើយយើងត្រូវរៀនស្គាល់ពីអក្សរកាត់បែបជាអក្សរឡាតាំងទៀតអញ្ចឹង1កកដែលយើងអានថា1គីឡូក្រាម1គីឡូក្រាមបើសិនជាយើងសរសេរជាអក្សរឡាតាំងគឺយើងសរសេរលេខ1ហើយយើងសរសេរអក្សរ kg ដែលយើងអានថាគីឡូក្រាមដូចគ្នាខាងនេះក៏អានថា1គីឡូក្រាមហើយខាងនេះក៏អានថា1គីឡូក្រាមដែរគ្រាន់តែខាងនេះសរសេរជាអក្សរឡាតាំងចំណុចទី3ជាចំណុចសំខាន់តកតងនឹងលំហាត់ចំណុចត្រង់នេះកូនត្រូវយកចិត្តទុកដាក់បន្តិចនៅពេលដែលអ្នកគ្រូឲ្យបដូរຂະຫນាត់ទម្ងន់ពីគីឡូក្រាមទៅជាក្រាមអញ្ចឹងកូនត្រូវចងចាំថាកូនត្រូវថែម03បន្ទាប់ពីលេខដែលមានស្រាប់ឧទាហរណ៍ដូចក្នុងกระดาษនេះអញ្ចឹងអ្នកគ្រូសរសេរ1គីឡូក្រាមនៅពេលដែលបំបែកទៅជាក្រាមអញ្ចឹងគឺយើងត្រូវថែម03មានន័យថាម្ដងទៀតមានន័យថាលេខដែលមានស្រាប់គឺយើងយកមកសរសេរដដែលបន្ទាប់មកយើងត្រូវថែម03នៅពីក្រោយលេខដែលមានស្រាប់ហ្នឹងហើយយើងដាក់អក្សរក្រាមមកអញ្ចឹងនឹងត្រឹមត្រូវ1គីឡូក្រាមស្មើនឹង1000ក្រាមឧទាហរណ៍បន្ថែមឧទាហរណ៍ដូចជាបើសិនជាអ្នកគ្រូដាក់ថា7គីឡូក្រាមអ្នកគ្រូដាក់ថា7គីឡូក្រាមស្មើនឹងប៉ុន្មានក្រាមអញ្ចឹងដំបូងឡើយយើងយកលេខ7មកសរសេរសិនបន្ទាប់មកយើងថែម03នៅខាងក្រោយលេខ7នោះជាការស្រេចបានចម្លើយហើយគឺ7គីឡូក្រាមស្មើនឹង7000ក្រាមឧទាហរណ៍មួយទៀតអ្នកគ្រូដាក់ថា30គីឡូក្រាមអ្នកគ្រូដាក់ថា30គីឡូក្រាមរៀងពិបាកសេតិចដោយសារกระดาษវារៀងកើរត់អញ្ចឹងណាអត់មានដៃទប់ដៃមួយកាន់ថតដៃមួយកាន់សេអញ្ចឹងទៅអត់សូវស្អាតទេអូខេអញ្ចឹងយើងមើលបើសិនជាអ្នកគ្រូសរសេរ30គីឡូក្រាមហើយអ្នកគ្រូឲ្យបំបែកទៅជាក្រាមកូនកុំខ្វល់ថាខាងនេះមាន0កូនអ្វីដែលកូនត្រូវដឹងគឺកូនត្រូវទៅសរសេរលេខដែលមានស្រាប់សិន30អញ្ចឹងយើងសរសេរ30បន្ទាប់មកយើងត្រូវថែម03ទៅស្វ័យប្រវត្តិអញ្ចឹងនេះជាចម្លើយ30គីឡូក្រាមគឺស្មើនឹង30,000ក្រាម